បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែចូលទស្សនាខ្សែវីដេអូខ្លីមួយនេះគឺជាខ្សែវីដេអូមួយធ្វើបង្ហាញផ្សព្វផ្សាយចែកជូនសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់កំពុងតែជួបបញ្ហាឈឺចង្កេះគៀបសរសៃឈឺចាក់ពីតគៀកមកដល់កពុនជើងឈរយូរដើរឆ្ងាតបានចុករយស្ពឹកក្តៅក្រហាយជាប្រចាំបាទឬក៏ពុកម៉ែបងប្អូនយើងដែលគាត់កំពុងតែជួបបញ្ហាឈឺចុកហួលពីតគៀកមកដល់កពួនជើងម្ដងម្កាលនិងស្ពឹកតិចបាទអញ្ចឹងនេះគឺជាសញ្ញានៃអាការៈឈឺគៀបសរសៃចង្កេះហើយបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមិនព្យាបាលឲ្យទាន់ពេលវេលាវាអាចធ្វើឲ្យឆ្អឹងកងចង្កេះពុកម៉ែបងប្អូនលៀនដនាប់ឌីសកាន់តែខ្លាំងឬក៏ឈឺចាប់ខ្លាំងនៅពេលយើងធ្វើការធ្ងន់ឬក៏នៅពេលដែលឆ្អឹងរបស់យើងវាកាន់តែស្រុតកាន់តែខ្លាំងចឹងហើយធ្វើអាការៈពុកម៉ែបងប្អូនឈឺចាប់ពីតគៀកមកដល់កពួនជើងបាទដូចវីដេអូមួយនេះគឺបងស្រីម្នាក់គាត់មកពីខេត្តកំពង់ចាមបាទគាត់ជាជនជាតិខ្មែរអ៊ីស្លាមបាទតាមអ្វីដែលគាត់រារាប្រាប់ខាងខ្ញុំគឺគាត់ពីមុនគាត់តែងតែព្យាបាលជាច្រើនមកហើយតែមិនទាន់បានទូជានៅឡើយបាទហើយជំងឺរបស់គាត់ពីមុនគាត់ឈឺតិចបាទតែឥឡូវនេះគឺគាត់ឈឺចាប់ខ្លាំងឈឺចាក់ពីតគៀកមកដល់កពួនជើងគាត់ឈរយូរដើរឆ្ងាតបានទេបាទសូម្បីតែឈរ 2-3 នាទីលាងចានលាងអីហ្នឹងក៏អត់បានដែរណាបងប្អូនអោនពេលដែលគាត់អោនគឺតឹងណែនបាទទាំងគល់ចង្កេះចាក់ពីតគៀកមកដល់កពួនជើងបាទអង្គុយក៏ពិបាកអីក៏ពិបាកតឹងបាទជាងបើសិនជាពុកម៉ែបងប្អូនកំពុងតែជួបបញ្ហាឈឺដូចបងស្រីម្នាក់នេះឈឺចាក់ពីតគៀកមកដល់កពួនជើងឈរយូរដើរឆ្ងាតបានចុករួយស្ពឹកក្តៅក្រហាយបាទជើងឬក៏អង្គុយពិបាកឬក៏យ៉ាងណាមួយនោះបាទឈប់បារម្ភបន្តទៀតបាទខាងកន្លែងលោកគ្រូអាចជួយព្យាបាលជូនបងប្អូនឲ្យបានធូរជាមកវិញបានបាទខាងកន្លែងលោកគ្រូមានព្យាបាលធ្វើសៃព្យាបាលរឹតប្រេងរឹតថ្នាំព្យាបាលចាក់មជុលវិទ្យាសាស្ត្រតម្រងឆ្អឹងចង្កេះឆ្អឹងខ្នងមួយទូខ្លួនបាទនឹងព្យាបាលជំងឺសរសៃជាច្រើនទៀតដូចជាលើឈាមស្លាប់មួយជារៀងខ្លួនបាទចឹងបងប្អូនអាចធ្វើការតាក់ទងតាមនឹងបានអាស័យដ្ឋាននៅខេត្តកំពង់ស្ពឺ